ចាដល់ថ្ងៃកូនចូលរៀនបឋមសិក្សាចាគឺម៉ាម៉ាក់ធ្វើការរៀបចំច្រើនហើយថ្ងៃនេះគឺនាងខ្ញុំមកបង្ហាញបងប្អូនពីរបៀបដែលខ្ញុំដេរចាក្រណាត់ទ្របថាបាយនៅសាលារៀនសិនបើយើងចង់ទិញគេក៏បានដែរគ្រាន់ថាគុណភាពវាអត់សូវល្អដូចយើងដេរខ្លួនឯងទេព្រោះយើងអាចជ្រើសរើសចារូបភាពផ្សេងៗនៃកូនយើងចូលចិត្តចាហើយប្រើបានយូរទៀតផងវិធីដេរហ្នឹងគឺងាយទេចាយើងត្រូវមានកណាត់2ផ្ទាំង44គុណនឹង34យើងកាត់វាពីផ្ទាំងមកហើយយើងត្រូវការអ៊ុតវាស្អាតបន្ទាប់មកយើងដេរឈ្មោះនៅកន្លែងផ្ទាំងណាដែលយើងចង់ដាក់ឈ្មោះណាបងប្អូនចាហើយយើងដាក់កណាត់ប្រឆាំងគ្នាបែបនេះហើយយើងត្រូវខ្ទាស់វាពីកដាលមកសិនចាបន្ទាប់មកយើងត្រូវដេរជុំវិញហ្នឹងទៅហើយយើងទុកចន្លោះប្រហែលជាចា8សង់ទីម៉ែត្រចាបន្ទាប់មកយើងកាត់ចុងនៃកណាត់សួយៗហ្នឹងកន្លែងចុងហ្នឹងយើងកាត់វាចេញទៅហើយយើងប្រឡាត់វាចេញមកដើម្បីឲ្យវាពេលយើងឆ្កឹះចេញទៅគឺវាស្រួចនៅចុងហ្នឹងបានស្អាតល្អហើយនេះគឺជាឧបករណ៍សម្រាប់ឆ្កឹះហ៎បងប្អូនចាយើងឆ្កឹះវាអញ្ចឹងមកវាចេញស្រួយស្អាតមកចាបន្ទាប់មកយើងត្រូវអ៊ុតកណាត់នឹងឲ្យវាស្អាតចាហើយនៅកន្លែងដែលចំណុចធ្នេយើងទុកវាចន្លោះហ្នឹងចាយើងបាត់វាជា2អញ្ចឹងមកចាវាចូលគ្នាមកហើយយើងអ៊ុតវាឲ្យស្អាតឲ្យត្រង់មកចាយើងអ៊ុតកន្លែងយើងយកផ្នែកដែលយើងត្រូវការក្រាលហើយនេះគឺផ្នែកខាងក្រោមចាខាងលើយើងអ៊ុតឲ្យស្អាតប្រឹងភ្លឹងអញ្ចឹងមកហើយចាយើងជ្រើសរើសយកចារូបផ្កាដែលយើងចង់ដាក់ចាយើងដេរជុំវិញនឹងឲ្យស្អាតចាខ្ញុំយកឆ្នេរទី17ចាគឺមានធ្នេរដូចផ្កាយអញ្ចឹងចាយើងដេរជុំវិញនឹងមកគឺរួចរាល់ជាការស្រេចចាបើយើងអត់មានធ្នេរផ្កាយទេយើងដេរធ្នេរធម្មតាក៏បានដែរចាតែប៉ុណ្្នឹងទេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត